សួស្តីបងប្អូនទាំងអស់គ្នាគោរពជំរាបសួរពីចម្ងាយទៅផងបានខ្ញុំបាន Vipro បានត្រឡប់មកវិញហើយចំពោះបងប្អូនដែលដឹងរឿងក៏ដឹងអ្នកដែលមិនដឹងក៏គាត់នៅតែមិនដឹងអញ្ចឹងបងប្អូនឥឡូវនេះគឺខ្ញុំលក់ទូរស័ព្ទដៃហើយជាពិសេសគឺខ្ញុំលក់ iPhone ខ្ញុំលក់ទូរស័ព្ទ iPhone ជាងនាំចូលមកពីអាមេរិកអញ្ចឹងណាបងប្អូនបាន iPhone គឺរបស់អាមេរិកអញ្ចឹងយើងធ្វើការនាំចូលយកមកលក់ហើយខ្ញុំមានជំនាញខាងហ្នឹងដែលនិយាយទៅខ្ញុំធ្វើវីដេអូតាក់ទងនឹង iPhone ពីមុនច្រើនដែរគាត់ថាពីមុនហ្នឹងល្បាក់9ឆ្នាំអីមុនហ្នឹងបាទ9ឆ្នាំ8 9ឆ្នាំមុនដែលខ្ញុំធ្លាប់ប្រើ iPhone ច្រើនដែរអញ្ចឹងខ្ញុំមានជំនាញនៅខាងហ្នឹងបាទខ្ញុំចេះបុក program យើងចេះដោះនេះដោះនោះយើងស្គាល់ជាមួយនឹងផលិតផលរបស់ Apple ច្រើនអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំលក់ទូរស័ព្ទហើយមួយរយៈនេះបងប្អូនឃើញខ្ញុំអត់ធ្វើវីដេអូអត់ធ្វើអីគឺដោយសារតែខ្ញុំជាប់រវល់រស៊ីហ្នឹងហើយបាទរស៊ីលក់ទូរស័ព្ទហើយឥឡូវគឺខ្ញុំមកប្រកាសនៅក្នុង channel ដោយសារតែទូទៅគឺខ្ញុំធ្វើការបង្ហោះនៅលើ TikTok ហើយនិង Facebook ដែលអញ្ចឹងធ្វើឲ្យបងប្អូននៅលើ YouTube អត់ដឹងថាខ្ញុំលក់ទូរស័ព្ទទេបាទមួយចំនួនចូលមួយចំនួនធំហើយអញ្ចឹងខ្ញុំមានលក់ទូរស័ព្ទ iPhone បាទនិយាយទៅឲ្យតែ iPhone គឺខ្ញុំមានលក់គ្រប់ស៊េរីតែម្ដងបាទមិនថា iPhone 7 iPhone 8 iPhone X iPhone 11 iPhone 11 Pro Max 12 Pro Max 13 14 15គឺខ្ញុំមានលក់បានហើយលក់នៅក្នុងតម្លៃសមរម្យហើយគឺខ្ញុំលក់មានការធានាត្រឹមត្រូវណាបងប្អូនបាទអញ្ចឹងបងប្អូនដែលក៏ធ្លាប់ទិញខ្ញុំគឺដឹងហើយបាទហើយអ្នកដែលមិនដែលទិញអាចធ្វើការឆាសួរបានឥឡូវខ្ញុំមានលក់ជាស៊េរី iPhone នៅក្នុងដៃនេះបានសិតតែទូរស័ព្ទសេនរបស់អាមេរិកបាទពួក iPhone 12ណាបាទអានេះខ្ញុំកាន់មកឧទាហរណ៍ជូនម៉ួយទេជូនបងប្អូនមកត្រឡប់មាត់ហៅម៉ួយបាទដោយសារតែយើងលើ TikTok លើ Facebook យើងលក់គឺយើងហៅគឺខ្ញុំច្រើនហៅម៉ួយបាទម៉ួយទិញទូរស័ព្ទបាទពួកនេះ iPhone 12សិតតែអេក្រង់ស៊ីនពួកនេះហើយខ្ញុំមានជំនាញខាង iPhone បាទខ្ញុំលក់ iPhone ណាបងប្អូនកុំឆ្ងល់ថាមិនបានលក់ Android គឺដោយសារតែយើងអត់សូវចេះបាទធ្លាប់មានប្រវត្តិខាតលុយអស់ច្រើនគឺដោយសារយើងអត់ចេះមើលអញ្ចឹងកាលណាយើងអត់ចេះមើលក៏វាអាចដល់ហានិភ័យដល់ភ្ញៀវយើងដែរបាទមិនមែនត្រឹមតែខ្លួនឯងទេអត់ចំណេញហើយមិនស្រួលខាតដល់ភ្ញៀវទៀតដោយសារយើងចេះអត់ច្បាស់បាទនិយាយចំទៅគឺចេះមិនច្បាស់អញ្ចឹងជាមួយនឹង iPhone គឺខ្ញុំមានលក់ច្រើនបាទពួកស៊ីននេះបាទមកគឺសិតតែស៊ីននេះអ្នកដែលចង់បាន iPhone 12អត់ដឹងទិញណាទិញ iPhone ដឹងទិញណាអាចមករកខ្ញុំបាទ Vipro បានពីព្រោះខ្ញុំច្បាស់ព្រោះខ្ញុំលក់តែ iPhone ទេហើយស៊ីនគឺស៊ីនអត់ស៊ីនគឺអត់ស៊ីនតម្លៃគឺខុសគ្នាតាមនឹង Grade A Grade B Grade C បាទជាក់ស្ដែងគឺយើងមានច្រើនបាទកាន់មកអស់មកកន្លែងលើកហើយ11ក៏មានដែរអានេះពណ៌សអានេះ12ពណ៌ស memory 64នេះបាន100ក្រាស់ហើយទេទិញបានហើយពួកនេះ iPhone 11តម្លៃខុសគ្នាប្រហែលជា10ទៅ20ដុល្លារជាមួយ iPhone 12ឯងពួកនេះខ្ទង់130ហើយទិញបានទេបាទសិតតែអេក្រង់ស៊ីនអត់មានជាប់អីអត់មានបញ្ហាអីទេបាទគឺទូទៅគឺអេក្រង់ស៊ីនស្រួលប្រើហើយអេក្រង់កូពីក៏មានគ្រាន់តែតម្លៃវាខុសគ្នាវាមិនដូចគ្នាទេអញ្ចឹងត្រឡប់មកវិញចំពោះបងប្អូនដែលចាប់អារម្មណ៍មកលើវីដេអូនេះគឺខ្ញុំលក់ទូរស័ព្ទក៏ខ្ញុំនៅលេងហ្គេមដែរគ្រាន់ថាពេលវេលាវាបែងចែកអត់បានបែងចែកអត់ច្បាស់ដោយសារយើងការរៀបចំរកស៊ីវាអត់ស្រួលទេបងប្អូនណាយើងរកស៊ីវាអត់ស្រួលទេទី1គឺយើងលក់ផ្ដល់ទំនុកចិត្តឲ្យភ្ញៀវទី2យើងត្រូវផ្សព្វផ្សាយទី3គឺយើងមានការធានាយើងស្រាវជ្រាវបន្ថែមហើយក៏ដូចជាយើងទិញដូរអីវ៉ាន់រវល់មួយភ្ញៀវច្រើនអញ្ចឹងបានធ្វើឲ្យខ្ញុំអត់អាចមកអង្គុយថត YouTube លេងហ្គេមជាប្រចាំថ្ងៃឲ្យបងប្អូនបានមើលអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺខ្ញុំសម្រេចថាខ្ញុំលក់ទូរស័ព្ទប៉ុន្តែខ្ញុំលក់នៅផ្ទះហ្មងបាទខ្ញុំបើកហាងបើកនៅផ្ទះហ្មងអញ្ចឹងបងប្អូនដែលចង់មកលេងផ្ទះខ្ញុំឬក៏ចង់មកទិញទូរស័ព្ទអាចទិញនៅផ្ទះខ្ញុំហ្មងមកមិនពិបាកអីគឺទិញហាងទិញនៅផ្ទះខ្ញុំដោយសារខ្ញុំទៅបើកហាងនៅទីតាំងផ្សេងគឺយើងត្រូវជួលគេត្រូវអស់លុយអញ្ចឹងខ្ញុំគិតថាបងប្អូនដែលគាត់ស្គាល់ខ្ញុំគឺគាត់សឹងថាគាត់មិនបាច់មកមើលផ្ទាល់ទេបាទកំងជូនកំងតាមអនឡាញហើយមើលឲ្យបានជាក់ស្ដែងទៅភាគច្រើនម៉ូយគឺអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់គ្រប់គ្រងខ្ញុំបាទ Vipro បងប្អូនអាចធ្វើការកំងសាក់ឆាតសួរទិញទូរស័ព្ទអីពីខ្ញុំមកបាទឲ្យតែ iPhone បាទខ្ញុំមានច្រើនស៊េរីណាហើយចំពោះបងប្អូនដែលចង់មើលវីដេអូហ្គេមបងប្អូនខ្ញុំត្រឡប់មកលេងហ្គេមតែខ្ញុំត្រឡប់មកលេងហ្គេមវិញប៉ុន្តែខ្ញុំកំពុងរងចាំមួយ GTA 6តែ GTA 6មកគឺខ្ញុំចេញមកលេងវិញហើយឥឡូវយើងកំពុងរៀបចំហើយមួយទៀតបាទបើសិនជាបងប្អូនចង់ធ្វើការតំណែងទិញទូរស័ព្ទទិញអីហ្នឹង iPhone ពីហាង Vipro បងប្អូនអាច join group Telegram ខាងក្រោម YouTube ហ្នឹងមកបាទនៅក្នុង comment នៅក្នុង description ហ្នឹងឬក៏បងប្អូនចូលទៅ Facebook page ខ្ញុំបាទ Vipro ហ្គេមមកក៏បានដែរបាទ Vipro លក់ទូរស័ព្ទដៃក្រុងបានលងណា
bạn ai châu tam nó có bán này chặt xua tam nó có bán này rồi có tam TikTok mà có bán đây bạn